អាធឺគឺជាព្រះមហាក្សត្រដ៏មិនមានមេត្តាណាស់មួយរូបដែលគ្រប់គ្រងពិភពលោកដោយអំណាចរបស់គាត់ក្នុងការឡើងកាន់អំណាចរបស់គាត់បានបំផ្លាញសត្រូវទាំងអស់បំផ្លាញទីក្រុងទាំងមូលឲ្យคล้ายស្មើស្រងាត់ដោយភ្លើងនុយក្លេអ៊ែរហើយបានប្រព្រឹត្តអំពើសាហាវមិនអាចពិពណ៌នាបានទេដើម្បីបំពេញបំណងគ្រប់គ្រងប៉ុន្តែមួយថ្ងៃគាត់បានចាប់ផ្ដើមគិតពិចារណាអំពីអំពើអាក្រក់ទាំងឡាយដែលគាត់ធ្វើអារម្មណ៍ខ្លាំងនៃការសោកស្ដាយបានលេបត្របាក់គាត់ហើយនៅពេលបន្ទាប់គាត់បានធ្លាក់ខ្លួនឈឺដោយជំងឺអាតកំបាំងមួយនៅពេលដែលគាត់ធ្លាក់ចូលទៅក្នុងភាពងឹតយឺតមានសម្លេងមួយលាន់ឡើងក្នុងភាពងឹតនោះផ្ដល់ឱកាសទី2ដល់គាត់ហើយព្រមទាំងព្រមានឲ្យគាត់កុំបោះបង់ឱកាសនេះដូចមុនទៀតប៉ុន្មានពេលបន្តិចកន្លងផុតទៅអាធឺបើកភ្នែកឡើងហើយឃើញមនុស្ស2នាក់កំពុងមើលចុះមកលើគាត់បុរសដែលនៅក្បែរនោះគឺរេណូដែលជាឪពុករបស់អាធឺហើយស្ត្រីដែលនៅជិតគាត់គឺអាលីសម្ដាយរបស់គាត់ទោះបីជាពួកគេមិនរំពឹងថាកូនទើបនឹងកើតរបស់ពួកគេនឹងយល់ពាក្យសម្ដីទេក៏ដោយប៉ុន្តែពួកគេក៏មានមោទនភាពខ្លាំងក្នុងការទទួលស្វាគមន៍គាត់ចូលមកក្នុងពិភពលោកបន្តិចម្ដងអាធឺចាប់ផ្ដើមដឹងច្បាស់ថាមនុស្ស2នាក់នេះពិតជាឪពុកម្ដាយរបស់គាត់ហើយគាត់ទើបតែបានកើតមកប៉ុន្មាននាទីមុនប៉ុណ្ណោះវានៅតែពិបាកសម្រាប់គាត់ក្នុងការយល់ព្រមថាគាត់ជាកូនក្មេងម្ដងទៀតប៉ុន្តែគាត់មិនអាចមើលរំលងពីភាពថែទាំធម្មជាតិនៃឪពុកម្ដាយរបស់គាត់បានទេសម្រាប់ភាគច្រើនគាត់មានអារម្មណ៍សុខស្រួលល្អប៉ុន្តែគាត់នៅតែមិនសប្បាយចិត្តនឹងការត្រូវជាប់ក្នុងរាងកាយកូនក្មេងទេគាត់មានក្បាលធំមិនអាចនិយាយបានហើយរៀងរាល់ប៉ុន្មានម៉ោងម្ដងគាត់តែងតែបោកខោទឹកនោមដោយគ្មានការត្រួតពិនិត្យដូច្នេះគាត់បានបាត់បង់សេរីភាពរបស់ខ្លួនទាំងស្រុងប៉ុន្តែបន្ទាប់មកមានអ្វីមួយទាក់ទាញចិត្តគាត់ដែលចម្លែកជាងស្ថានភាពបច្ចុប្បន្នរបស់គាត់ទៀតគាត់មើលឃើញឪពុករបស់គាត់បញ្ជូនថាមពលចូលទៅក្នុងក្រវិលដៃហើយបំបែកថ្មធំមួយជាបំណែកអាធឺរមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនេះជាថាមពលដែលគាត់មិនធ្លាប់ស្គាល់សោះទោះបីជាគាត់ធ្លាប់គ្រប់គ្រងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំក៏ដោយការបង្ហាញនេះមើលទៅគួរឲ្យអស្ចារ្យណាស់ដូច្នេះរេណូមានមោទនភាពចំពោះខ្លួនឯងហើយបង្វិលមុខទៅរកគ្រួសាររបស់គាត់ដើម្បីរំពឹងថានឹងទទួលបានការសរសើរទោះយ៉ាងណាគាត់មិនបានប្រុងប្រយ័ត្នចំពោះបរិយាកាសជុំវិញទេហើយធ្មមួយបានធ្លាក់ចុះលើក្បាលគាត់អាលីដែលបានទន្ទឹងទុកថាអ្វីមួយបែបនេះអាចកើតឡើងបានរត់ទៅរកគាត់ហើយចាប់ផ្ដើមប្រើមន្តស្នេហ៍ដើម្បីព្យាបាលរបួសនៅពេលដូចគ្នានាងក៏បន្ទោសគាត់ផងដោយព្រមានឲ្យគាត់ប្រុងប្រយ័ត្នបន្ថែមទៀតពេលក្រោយប្រសិនបើគាត់សម្រេចចិត្តបង្ហាញសមត្ថភាពរេនអាចនឹងត្រឹមតែបង្ហាញកម្លាំងរបស់គាត់កាលពីមុនប៉ុណ្ណោះប៉ុន្តែពេលគាត់ស្រឡាញ់ពិតមុទ្រាដៃនោះមិនមែនរឿងលេងទេព្រោះគាត់អាចវាយជ្រូកព្រៃធំមួយឲ្យសន្លប់ក្នុងចំណោមការប្រមាញ់តែមួយដងការមានគាត់ក្នុងក្រុមធ្វើឲ្យអ្វីទាំងអស់កាន់តែងាយស្រួលសម្រាប់មិត្តរួមដំណើររបស់គាត់ការប្រមាញ់បញ្ចប់រេនត្រឡប់ទៅផ្ទះដោយរងចាំទទួលអំណោយអបក្តីស្រឡាញ់ក្តៅស្នេហ៍ប៉ុន្តែបន្ទាប់មកគាត់នឹកឃើញថាខ្លួនឯងនៅតែសប្សឈាមជ្រូកព្រៃដូច្នេះការលាងខ្លួនឆាប់ត្រូវតែធ្វើជាដំបូងពីអ្វីដែលគាត់បានឃើញអាធឺរទទួលយកបានពីរឿងសំខាន់ជាដំបូងពិភពលោកនេះគ្រោះថ្នាក់ខ្លាំងដល់ថ្នាក់ដែលមនុស្សគ្រប់គ្នាត្រូវតែដាក់អាវុធដើម្បីការពារខ្លួនឯងជារឿងធម្មតានិងទី2ប្រសិនបើគាត់ចង់រស់នៅដោយសេរីនៅទីនេះគាត់ត្រូវតែរៀនប្រយុទ្ធឥឡូវនេះពេលរេណូត្រឡប់មកវិញអាលីសនិយាយថាដល់ពេលដាក់អាធឺឲ្យដេកខ្នែហើយធម្មតាគាត់នឹងខឹងពេលត្រូវគេប្រព្រឹត្តដូចជាកូនក្មេងប៉ុន្តែសំណាក់នេះវិញគាត់ពិតជាស្រឡាញ់មែនទែនក្នុងជីវិតមុនរបស់គាត់ការគេងសុខស្រួលគឺជាអ្វីដែលកម្រណាស់ព្រោះតែងតែមានមនុស្សព្យាយាមសម្លាប់គាត់ពេលគាត់បោះបង់ការប្រុងប្រយ័ត្នច្បាស់ណាស់គាត់អាចដោះស្រាយអ្នកវាយប្រហារណាដែលមករកគាត់បានយ៉ាងងាយស្រួលប៉ុន្តែការគំរាមកំហែងជានិច្ចនោះធ្វើឲ្យមានសម្ពាធខ្លាំងមិនគួរឲ្យជឿពេលខែកន្លងផុតទៅរាងកាយគេរករបស់អាធឺរទទួលបានកម្លាំងគ្រប់គ្រាន់ដើម្បីអាចផ្លាស់ទីដោយខ្លួនឯងបានចុងក្រោយសកម្មភាពដំបូងរបស់គាត់ជាមួយសេរីភាពថ្មីនេះគឺដើរលងលោតទៅកាន់កញ្ចក់ហើយមើលខ្លួនឯងយ៉ាងយកចិត្តទុកដាក់ខណៈដែលឪពុកម្ដាយរបស់គាត់ឃើញថាវាអារម្មណ៍គួរឲ្យស្រឡាញ់ណាស់ព្រោះគាត់ចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពខ្លួនឯងប៉ុន្តែសេចក្តីពិតវិញគឺខុសប្លែកទាំងស្រុងអាធឺរត្រឹមតែព្យាយាមទប់ទល់នឹងការពិតថាគាត់ត្រូវបានកើតជាថ្មីជាទារកដែលអសមត្ថភាពម្នាក់ឥឡូវនេះដែលអាធឺរអាចផ្លាស់ទីដោយសេរីគាត់មិនខ្ជិះខ្ជាយពេលទេដាក់ផែនការរបស់គាត់ឲ្យដំណើរការភ្លាមនៅថ្ងៃនោះពេលអាលីដាក់គាត់ឲ្យគេងថ្ងៃដំណាច់ពេលនាងចេញពីបន្ទប់គាត់បើកភ្នែកភ្លាមគាត់បោះអាវដៃចោលហើយចល័តយ៉ាងប្រុងប្រយ័ត្នដើម្បីឡើងចុះហើយគេចចេញពីក្រែពីរោគបន្ទាប់មកខណៈដែលម្ដាយរបស់គាត់កំពុងផ្ដោតអារម្មណ៍លាងចានគាត់ចាប់ផ្ដើមពន្លកលើដីយ៉ាងយឺតបន្តទៅដល់ចុងបន្ទប់ដោយគ្មាននាងសង្កេតឃើញសោះម្ដាយគាត់ប្រកាសជាកំពុងផ្ដោតលើការលាងចានពិតពេលគាត់ដល់កន្លែងគោលដៅគាត់បើកទ្វារបណ្ណាល័យក្នុងផ្ទះហើយយកសៀវភៅមួយដែលគាត់ត្រូវការដើម្បីចាប់ផ្ដើមសិក្សាបន្ថែមអំពីពិភពលោកនេះបន្ទាប់ពីអានសៀវភៅមួយចប់គាត់បានរកឃើញថាទ្វីបនេះមានឈ្មោះថា Dikaten ហើយត្រូវបានបែងចែកជារដ្ឋាភិបាល3
រដ្ឋាភិបាលដៅជាជាតិដែលស្ថិតនៅក្រោមដីមានជនជាតិធ្វរស់នៅរដ្ឋាភិបាលអេលេណូអៀជាទីកន្លែងរស់នៅរបស់ជនជាតិឯដែលរស់នៅជ្រៅក្នុងព្រៃហើយរដ្ឋាភិបាលសាប៉ាំងជាជាតិមនុស្សដែលដឹកនាំដោយព្រះមហាក្សត្រទោះបីជាគ្មាននរណានៅទីនេះដែលធ្លាប់ប្រើអាវុធនុយក្លេអ៊ែរដើម្បីគ្រប់គ្រងទីក្រុងក៏ដោយអាធឺក៏នៅតែចង់ស្វែងយល់បន្ថែមដូច្នេះគាត់យកសៀវភៅមួយទៀតហើយសៀវភៅនេះចុងក្រោយបានផ្ដល់ចម្លើយដែលគាត់កំពុងស្វែងរកអាធឺបានដឹងថាកម្រិតបច្ចេកវិទ្យានៅក្នុងពិភពលោកនេះនៅតិចតៀបហើយមូលហេតុគឺដោយសារតែមានវេទមន្តមនុស្សនៅទីនេះអាចប្រើវេទមន្តដោយបញ្ជូនម៉ាណាដែលស្ថិតនៅក្នុងរាងកាយរបស់ពួកគេទោះបីជាមិនមែនមនុស្សគ្រប់គ្នាអាចប្រើវេទមន្តបានក៏ដោយវេទមន្តនៅតែមានតួនាទីសំខាន់ក្នុងជីវិតប្រចាំថ្ងៃមានវិធីសាស្ត្រចម្បងពីរដែលមនុស្សអាចប្រើប្រាស់វេទមន្តបានគឺការកែលម្អនិងការបង្កើតការកែលម្អត្រូវការបញ្ជូនម៉ាណាទៅជុំវិញរាងកាយដែលធ្វើឲ្យអ្នកប្រើមានកម្លាំងខ្លាំងជាងមុនការការពារល្អនិងភាពរហ័សរហួនកាន់តែខ្លាំងផ្ទុយទៅវិញអ្នកបង្កើតអាចបញ្ជូនម៉ាណាឲ្យចេញពីរាងកាយរបស់ពួកគេដើម្បីគ្រប់គ្រងនិងបង្កើតបាតុភូតណាមួយដែលពួកគេចង់បាននេះជាសង្ខេបអំពីព័ត៌មានទាក់ទងនឹងប្រព័ន្ធវេទមន្តនៅក្នុងពិភពលោកនេះប៉ុន្តែអាធឺមិនបានជួបប្រទះព័ត៌មានណាមួយអំពីវេទមន្តព្យាបាលដែលអាលីសបានប្រើការពីមុនទេដូច្នេះគាត់សន្មតថាអាលីសអាចជាករណីកម្រម្នាក់យោងតាមអ្វីដែលអាធឺអាចប្រមូលបានមនុស្សភាគច្រើនចាប់ផ្ដើមបង្ហាញម៉ាណារបស់ខ្លួននៅពេលដល់វ័យជំទង់ហើយដោយបញ្ជូនម៉ាណានោះតាមរយៈអ្វីដែលគេហៅថាកូស្នូម៉ាណាពួកគេអាចរៀនគ្រប់គ្រងវាហើយចុងក្រោយក្លាយជាអ្នកវេទមន្តអាធឺយល់យ៉ាងងាយស្រួលពីរឿងនេះព្រោះនៅជីវិតមុនរបស់គាត់បានឡើងកាន់អំណាចដោយសារថាមពលជីធម្មជាតិនៅក្នុងខ្លួនវាដំណើរការដូចគ្នាពិតប្រាកដជាមួយម៉ាណាដូច្នេះគាត់បានផ្ដោតថាមពលទាំងអស់របស់ខ្លួនដើម្បីសាកល្បងថាតើអាចបង្កើតប្រតិកម្មបានទេហើយដូចដែលរំពឹងទុកស្នូម៉ាណាមួយចាប់ផ្ដើមបង្កើតឡើងនេះជាជំហានធំមួយក្នុងការរីកចម្រើនរបស់អាធឺមុនពេលគាត់មានឱកាសបន្តហ្វឹកហាត់ម្ដាយរបស់គាត់បានរកឃើញគាត់ចុងក្រោយម្ដាយរបស់គាត់បានព្រួយបារម្ភខ្លាំងណាស់ចាប់តាំងពីរកឃើញថាគាត់មិនស្ថិតនៅលើគ្រែទេដូច្នេះនាងមានអារម្មណ៍ស្រួលចិត្តពេលឃើញថាគាត់សុវត្ថិភាពនិងមិនរងរបួសទោះជាយ៉ាងណាពេលនាងលើកគាត់ឡើងនាងចាប់អារម្មណ៍ថាមានអ្វីមួយខុសប្លែកពីគាត់អាធឺចាប់ផ្ដើមព្រួយបារម្ភថាម្ដាយអាចនឹងមានអារម្មណ៍ថាមានម៉ាណានៅក្នុងខ្លួនគាត់ប៉ុន្តែជាក់ស្ដែងនាងគ្រាន់តែសង្កេតឃើញថាអាធឺបានបោកខ្លួនឯងម្ដងទៀតឆ្នាំកន្លងផុតទៅអាលីសអង្គុយសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់នាងមួយថ្ងៃនាងមានអារម្មណ៍អរគុណខ្លាំងណាស់ដែលអាធឺកំពុងធំលូតលាស់មាំមួននិងមានសុខភាពល្អប៉ុន្តែឥឡូវនេះនាងចាប់ផ្ដើមព្រួយបារម្ភបន្តិចហើយព្រោះតាំងពីថ្ងៃអាធឺកើតមកនាងមិនដែលឃើញអាធឺញ៉ាំសោះនៅពេលនោះនាងឃើញរេណូតនិងអាធឺនៅខាងក្រៅហើយហាក់ដូចជារេណូតកំពុងបង្រៀនអាធឺលេងដាវអាធឺហាក់ដូចជាមានចំណាប់អារម្មណ៍ពិតប្រាកដប៉ុន្តែអាលីសខឹងខ្លាំងណាស់ដែលរេណូតអនុញ្ញាតឲ្យក្មេងអាយុ2ឆ្នាំកាន់អ្វីដែលគ្រោះថ្នាក់ដូចជាឈើដល់ពេលនេះអាធឺបានដឹងហើយថាអាលីសមិនមែនជាមនុស្សដែលគួរឲ្យខឹងទេដូច្នេះគាត់ត្រូវប្រុងប្រយ័ត្នកុំឲ្យនាងខឹងឡើងដើម្បីជៀសវាងសកម្មភាពគ្រោះថ្នាក់ផ្សេងទៀតម្ដាយរបស់គាត់សម្រេចចិត្តនាំអាធឺចេញទៅលេងមួយថ្ងៃដើម្បីបង្ហាញទីក្រុងឲ្យគាត់ស្គាល់ហើយអាធឺក៏រំភើបខ្លាំងផងដែរព្រោះវាជាឱកាសឲ្យគាត់ប្រមូលព័ត៌មានតម្លៃអំពីពិភពលោកនេះគាត់អាចវាស់វែងកម្រិតបច្ចេកវិទ្យារបស់ប្រទេសនេះបានត្រឹមតែសង្កេតមើលអាវុធដែលកំពុងលក់ឲ្យសាធារណជនប៉ុណ្ណោះហើយគាត់ក៏បានជួបប្រទះសម្ភារៈជាច្រើនដែលមិនធ្លាប់ឃើញពីមុនមកផងដែរអ្វីដែលគួរឲ្យរំភើបបំផុតគឺគាត់បានឃើញអ្នកវេទមន្តម្នាក់ប្រើម៉ាស៊ីនភ្លើងនៅចំពោះមុខគាត់ផ្ទាល់ដែលធ្វើឲ្យការធ្វើដំណើរថ្ងៃនេះមានតម្លៃខ្លាំងណាស់សម្រាប់គាត់នៅចុងថ្ងៃរៀនកូនក្មេងរបស់អាធឺរត្រូវបាននឿយហត់ខ្លាំងពីសកម្មភាពទាំងអស់ដូច្នេះគាត់កំពុងតស៊ូដើម្បីមិនឲ្យដេកខណៈដែលអាលីសចង់ឲ្យគាត់ដេកសម្រាប់ព្រាមពេលទៅដល់ផ្ទះទោះបីជាជីវិតថ្មីនេះមានការរឹតបន្តឹងក៏ដោយអាធឺរបានចាប់ផ្ដើមរីករាយជាមួយជីវិតដែលមានឪពុកម្ដាយស្រឡាញ់នៅជីវិតមុនអាធឺរត្រូវបានទម្លាក់ចូលពិភពលោកដោយគ្មានឧបករណ៍ចាប់ផ្ដើមអ្វីឡើយដូច្នេះគាត់ត្រូវរស់នៅពេញកុមារភាពក្នុងមណ្ឌលកុមារកំព្រាហើយមិនដែលទទួលបានសេចក្ដីស្រឡាញ់ពីឪពុកម្ដាយឡើយដូច្នេះនេះជាការប្រែប្រួលល្អសម្រាប់គាត់មិនយូរប៉ុន្មានអាធឺរដេកលក់លើស្មារបស់អាលីសដូច្នេះនាងចាប់ផ្ដើមអញ្ជើញគាត់ទៅកាន់គ្រែទារកហើយនៅលើផ្លូវនោះនាងប្រាប់គាត់ថានាងមានមោទនភាពចំពោះអ្វីដែលគាត់បានរៀននាងបានសង្កេតឃើញគ្រប់ពេលដែលគាត់លួចចេញពីគ្រែដើម្បីអានសៀវភៅហើយនាងក៏បានឃើញភាពរំភើបក្នុងភ្នែករបស់គាត់ពេលដែលគាត់បានប្រឈមមុខជាមួយពិភពក្រៅដែលធ្វើឲ្យនាងប្រកាសថាគាត់មានវិញ្ញាណស្វែងរកដំណើរផ្សងព្រេងនាងសន្មតថាគាត់ទទួលបានអ្វីនោះពីរេណូហើយនាងដឹងថាមិនយូរទេអាធឺរនឹងចង់ចេញទៅស្វែងរកពិភពលោកដោយខ្លួនឯង
ទោះបីនាងផ្ទាល់ចង់ឲ្យអាធិរស្នាក់នៅទីនេះជីវិតស្ងប់ស្ងាត់និងសុខសាន្តក៏ដោយនាងក៏ត្រៀមខ្លួនគាំទ្រគាត់គ្រប់យ៉ាងដោយមានលក្ខខណ្ឌតែមួយគត់គឺឲ្យគាត់សប្បាយចិត្តពិតប្រាកដថ្ងៃបន្ទាប់អាធិរប្រកាសជាប្រញាប់ឈរនៅជិតបង្អួចហើយមើលឃើញឪពុករបស់គាត់កំពុងហាត់ប្រាណនៅមុខផ្ទះគាត់មានចំណាប់អារម្មណ៍ចង់ឃើញការប្រើប្រាស់មន្តស្នេហ៍ចិត្តស្និទ្ធម្ដងទៀតដូច្នេះគាត់ក៏មើលយ៉ាងអន្ទងអន់ពេលរេនចាប់ផ្ដើមបង្វិលម៉ាណាផ្ទៃក្នុងរាងកាយចុងក្រោយថ្មចាប់ផ្ដើមហោះឡើងពីដីហើយរេណូធ្វើឲ្យវាមើលទៅដូចជារឿងអស្ចារ្យបំផុតនៅលើពិភពលោកប៉ុន្តែនៅក្នុងជាក់ស្ដែងវាមិនសូវអស្ចារ្យប៉ុន្មានទេនេះជាកម្រិតសមត្ថភាពរបស់រេណូនៅពេលនិយាយពីការបង្កើតវត្ថុប៉ុន្តែវាក៏ដោយសារតែជំនាញពិតប្រាកដរបស់គាត់ស្ថិតនៅក្នុងការកែលម្អដែលធ្វើឲ្យមន្តស្នេហ៍របស់គាត់មានប្រសិទ្ធភាពខ្លាំងជាងពេលប្រើនៅក្នុងរាងកាយខ្លួនឯងការមើលឃើញឪពុកបង្ហាញអំណាចបែបនោះបានជំរុញឲ្យអាធិរចង់ចេញទៅហាត់ប្រាណផងដែរតែពេលគាត់កំពុងតែត្រៀមឡើងចុះពីតូអាលីសបានប្រាប់គាត់ថាដល់ពេលគេងថ្ងៃរបស់គាត់ហើយអាធិរនៅមិនទាន់អាចនិយាយបានទេដូច្នេះពេលពួកគេដែលឆ្លងកាត់ធ្នើរសៀវភៅគាត់ចាប់ផ្ដើមបង្ហាញអារម្មណ៍មិនសប្បាយចិត្តប៉ុន្តែអាលីសប្រាប់គាត់ថាដល់ពេលគេងថ្ងៃហើយពេលនេះមិនអាចយកសៀវភៅបានទេជាធម្មតាអាធិរមិនអាចឈ្នះក្នុងស្ថានភាពបែបនេះទេប៉ុន្តែពេលថ្មីនេះគាត់បានរកឃើញចលនាឯកទេសមួយដែលគេហៅថា Kubur Mordkut គាត់បានបំពេញជំនាញនេះយ៉ាងល្អដោយប្រើភាពគួរឲ្យស្រឡាញ់របស់ទារកជាអាវុធដ៏មានអំណាចដូច្នេះទោះបីជាអាលីសនៅតែមានគម្រោងដាក់គាត់ឲ្យគេងថ្ងៃក៏ដោយប៉ុន្តែចុងក្រោយនាងក៏ចាញ់ចិត្តហើយអនុញ្ញាតឲ្យគាត់អានសៀវភៅវិញពេលអាធិរធ្វើអីម្នាក់ឯងគាត់ចាប់ផ្ដើមហ្វឹកហាត់ជាមួយស្នូម៉ាណារបស់គាត់ហើយក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះគាត់បានក្លាយជាអ្នកមានជំនាញខ្លាំងក្នុងវាដោយប្រមូលបំណែកម៉ាណាផ្សេងនៅក្នុងខ្លួនគាត់បានជោគជ័យបង្កើតស្នូម៉ាណាឡើងក្នុងខ្លួនឯងហើយទោះបីដំណើរការនេះធ្វើឲ្យនឿយហត់ខ្លាំងក៏ដោយតែវាក៏មានតម្លៃខ្លាំងណាស់ឥឡូវនេះប្រសិនបើគាត់ផ្ដោតអារម្មណ៍បន្ថែមតិចទៀតគាត់គួរតែអាចប្រើមន្តអាគមដំបូងបំផុតរបស់គាត់បានហើយប៉ុន្តែអាធិរបានកញ្ញាខុសអំពីកម្លាំងម៉ាណារបស់គាត់ហើយចុងក្រោយបានបំផ្លាញផ្ទះទាំងមូលដោយចៃដន្យឪពុកម្ដាយរបស់គាត់នៅខាងក្រៅពេលមានការផ្ទុះហើយវាសាហាវដល់ថ្នាក់ដែលខ្នងរបស់រេណូត្រូវបានដុតយ៉ាងធ្ងន់ធ្ងរប៉ុន្តែក្រៅពីអ្វីនោះគាត់និងអាលីសក៏នៅសុខសប្បាយដែរទោះយ៉ាងណាមិនយូរឡើយពួកគេក៏ដឹងថាអាធិរនៅក្នុងផ្ទះនៅពេលវាប្រេះផ្ទុះដូច្នេះពួកគេបានរត់ចូលទៅមើលភ្លាមថាគាត់នៅរស់សុខសប្បាយទេការផ្ទុះធំដល់ថ្នាក់នោះគួរតែធ្វើឲ្យទារកម្នាក់រស់មិនរួចទេប៉ុន្តែពេលរេណូទៅដល់បណ្ណាល័យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនត្រឹមតែអាធិរមិនរងរបួសអ្វីឡើយគាត់ក៏ជាអ្នកបង្កការផ្ទុះនោះផ្ទាល់ផងដែរគាត់មានអាយុត្រឹមតែ3ឆ្នាំប៉ុណ្ណោះដូច្នេះការប្រើម៉ាស៊ីកគួរតែធ្វើមិនបានរហូតដល់អាយុយ៉ាងហោចណាស់12ឆ្នាំប៉ុន្តែអាធិរមានជំនាញខាងម៉ាណាហើយស្ទើរតែជាអ្នកជំនាញផងដែរគាត់ឈរយ៉ាងមានមោទនភាពហើយមើលទៅឪពុកម្ដាយរបស់គាត់ប៉ុន្តែគាត់ភ្លេចស្រួលថាផ្ទះកំពុងរលំជុំវិញគាត់ដូច្នេះពេលឈើដំបូលពីរដុំធ្លាក់ចុះមកលើគាត់មិនបានរៀបចំខ្លួនសោះគាត់ព្យាយាមរត់ប៉ុន្តែជើងតូចរបស់ទារកគាត់មិនអាចទ្រាំបានទេធ្វើឲ្យហាក់ដូចជានេះជាចុងក្រោយសម្រាប់គាត់ជោគជ័យណាស់ទាំងអាលីសនិងរេណូរត់ចូលមកជួយគាត់អាលីសបានយកខ្លួនឯងគ្រប់គាត់ដើម្បីការពារគាត់ខណៈដែលរេណូប្រើម៉ាស៊ីករបស់គាត់បញ្ឈប់កម្រាលដំបូលទាំងអស់ដែលធ្លាក់ចុះហើយការពារទាំងពីរនាក់អាធិររងចាំមិនទាន់ស្រួលចិត្តទេព្រោះនេះជាលើកដំបូងដែលមាននរណាម្នាក់ដាក់ជីវិតខ្លួនឯងក្នុងគ្រោះថ្នាក់ដើម្បីជួយគាត់ប៉ុន្តែអាលីសមានអារម្មណ៍ស្រួលចិត្តខ្លាំងណាស់ដែលគាត់សុវត្ថិភាពដល់ថ្នាក់បែកភ្នែកហូរទឹកភ្នែកអាធិរនៅតែមិនទាន់សូវស្គាល់អារម្មណ៍មានមនុស្សមកថែរក្សាគាត់បែបនេះទេដូច្នេះពេលគាត់ឃើញអាលីសយំគាត់ក៏មិនអាចទប់ទឹកភ្នែកខ្លួនឯងបានដែរក្នុងជីវិតចាស់របស់គាត់មិនដែលអាចធ្វើអ្វីបែបនេះបានទេព្រោះគាត់ត្រូវបានរំពឹងថាជាស្តេចមិនមានមេត្តាករុណីបុរសម្នាក់ធ្លាប់ប៉ុនប៉ងសម្រាប់អាធិរក្រោយត្រូវចាប់ខ្លួនក្រុមប្រឹក្សាបានជួបជុំគ្នាដើម្បីកាត់ទោសរូបគេពួកគេថែមទាំងក្រុងបញ្ជូនប្រពន្ធកូនគាត់ទៅស្រុកវិញដែលអាចធ្វើឲ្យពួកគេរងទុក្ខបុកម្នេញបុរសនោះបានសុំអភ័យទោសពីអាធិរនិងសុំឲ្យគាត់ជួយការពារគ្រួសារព្រោះពួកគេគ្មានកំហុសហើយមិនគួររងទុក្ខដោយសារទង្វើរបស់គាត់ឡើយដោយសេចក្តីមេត្តាករុណីអាធិរបានជ្រើសរើសប្រព្រឹត្តការប្រព្រឹត្តទោសបុរសនោះនៅទីនោះភ្លាមអ្វីទាំងនេះគឺជារឿងធម្មតាសម្រាប់គាត់នៅសម័យនោះតែសប្តាហ៍នេះគាត់វឹកហាត់ជាមួយឪពុករបស់គាត់រិនល្អបានណែនាំឲ្យអាធិរប្រើស្រោមដៃមើលម្ដងប៉ុន្តែអាធិរបានចំណាយពេលជីវិតទាំងមូលដើម្បីឯកទេសក្នុងការប្រើដាវគាត់មិនមានបំណងផ្លាស់ប្ដូរអាវុធសំខាន់របស់ខ្លួនឥឡូវនេះទេពេលឃើញថាអាធិរមានការបដិញ្ញាចិត្តខ្ពស់ក្នុងការប្រើដាវរិនល្អក៏សម្រេចចិត្តយកដាវមកប្រើផងដែរហើយដើម្បីបន្ថែមភាពរីករាយនោះគាត់ក៏សម្រេចបន្ថែមអំណាចម៉ាណាឲ្យដាវរបស់គាត់ផងដែរ
តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះអាធឺរធ្វើដូចគ្នាហើយកាត់ដាវរបស់រេនល្អឲ្យខូចដោយងាយស្រួលបន្ទាប់ពីឃើញអ្វីនោះរេនល្អបានសន្និដ្ឋានថាអាធឺរមានទេពកោសល្យខ្លាំងពេកសម្រាប់គាត់ក្នុងការបង្រៀនដូច្នេះគាត់ចាប់ផ្ដើមគិតអំពីការស្វែងរកគ្រូបង្រៀនជំនាញមួយសម្រាប់អាធឺរហើយចូលទៅក្នុងផ្ទះដើម្បីពិភាក្សាជាមួយអាលីសបានបដិសេធគំនិតនោះភ្លាមដោយនិយាយថាគ្មានវិធីណាដែលនាងនឹងផ្ញើអាធឺរទៅក្រុងណាមួយដោយចៃដន្យសម្រាប់ការហ្វឹកហាត់ទេពួកគេបានព្រមព្រៀងរួចហើយអំពីរឿងនេះរេនល្អនឹងជាអ្នកបង្រៀនអាធឺរឲ្យដឹងពីវិធីប្រយុទ្ធខណៈដែលអាលីសនឹងចាត់ចែងការអប់រំវេទមន្តរបស់គាត់ប៉ុន្តែរេនល្អបានលើកឡើងថាក្នុងពេលហ្វឹកហាត់អាធឺរបានកាត់ដាវដែលមានម៉ាណាដាក់បញ្ចូលរបស់គាត់ឲ្យខូចស្អាតហើយក្មេងនោះនៅតែមានអាយុតិចតួចប៉ុណ្ណោះបើគាត់អាចធ្វើរឿងបែបនេះបាននៅអាយុបែបនេះសូមស្រមៃមើលថានៅឆ្នាំក្រោយទៅគាត់អាចសម្រេចបានអ្វីខ្លះហេតុនេះហើយរេនល្អជឿថាវាសំខាន់ណាស់សម្រាប់អាធឺរត្រូវមានគ្រូបង្រៀនដែលមានជំនាញខ្ពស់អាលីសមិនអាចប្រឆាំងនឹងទេពកោសល្យពិសេសរបស់អាធឺរបានទេប៉ុន្តែគាត់នៅតែស្អប់ចិត្តនឹងគំនិតថាត្រូវផ្ញើកូនទៅរៀននៅសាលានៅទីក្រុងម្នាក់ឯងដោយសារតែពួកគេមិនអាចព្រមគ្នាបានទេអាលីសនិងរេនល្អចុងក្រោយក៏ចាប់ផ្ដើមតវ៉ាគ្នាអស់រយៈពេល2-3នាទីអាធឺរដែលធុញទ្រាន់នឹងការតវ៉ាទៅវិញទៅមកនេះបានផ្អាប់ពួកគេហើយស្នើថាពួកគេអាចទៅជាមួយគាត់ទៅទីក្រុងក៏បានយ៉ាងនេះអាធឺរនឹងទទួលបានគ្រូបង្រៀនរបស់គាត់ហើយឪពុកម្ដាយក៏មិនចាំបាច់ព្រួយបារម្ភអំពីការចាក់ចេញពីគាត់ម្នាក់ឯងទេគំនិតនេះមិនដែលឆ្លៀតចូលក្នុងចិត្តពួកគេផងទេប៉ុន្តែវាធ្វើឲ្យរឿងទាំងអស់คล้ายជាស្រួលទាំងពីរអ្នកសម្រេចថាវាសមស្របបំផុតហើយដោយមិនពន្យាពេលទេក៏ចាប់ផ្ដើមរៀបចំខ្លួនសម្រាប់ការធ្វើដំណើរផ្នែកបន្ទាប់រថសេះមួយបានមកដល់ដើម្បីយកពួកគេទៅទីក្រុងពួកគេនឹងធ្វើដំណើរជាមួយមិត្តចាស់មួយចំនួនហើយអាធឺរទទួលស្គាល់ពួកគេភ្លាមថាជាក្រុមដែលជួយអាលីសនិងរេនស្ថាបនាផ្ទះឡើងវិញបន្ទាប់ពីគាត់បានបំផ្លាញវាដោយចៃដន្យពួកគេទាំងអស់សុទ្ធជាសមាជិកក្រុមមួយឈ្មោះ Twin Horns មេក្រុមឈ្មោះអាដាមបានដើរចេញមុខហើយណែនាំខ្លួនឯងជូនអាធឺរបន្ទាប់មកអង្គជាឡាក៏ធ្វើដូចគ្នាដោយទាញអាធឺរចូលទៅក្នុងរបស់នាងហើយស្ទើរតែធ្វើឲ្យគាត់ស្ទើរតែដង្ហើមមិនចេញហើយជាក់ស្ដែងម្ដាយរបស់គាត់ក៏មើលឃើញរឿងទាំងមូលកើតឡើងដោយមានញញឹមធំមួយលើមុខជាសំណាងល្អមុនពេលអាធឺរបាត់ស្មារតីដឺដែនបានចូលមកជួយទាញគាត់ចេញពីអង្គជាឡាហើយណែនាំខ្លួនឯងក្នុងពេលតែមួយគាត់មានអារម្មណ៍ស្រួលជាងគេហើយគ្រាន់តែផ្ដល់ high five មួយទៅអាធឺរនៅពេលនោះអាធឺរមើលឃើញក្មេងស្រីម្នាក់ឈរលើកាបូយនាងមិនបាននិយាយអ្វីសោះដូច្នេះអ្នកផ្សេងទៀតក៏និយាយបន្ថែមហើយប្រាប់អាធឺរថានាងឈ្មោះជាស្មិនហើយចុងក្រោយសមាជិកចុងក្រោយនៃក្រុមគឺហេឡែនអ្នកបាញ់ធ្នូឥឡូវនេះការណែនាំគ្នាបានបញ្ចប់ហើយគឺដល់ពេលក្រុមចេញដំណើរពួកគេទាំងអស់ឡើងកាបូយហើយចាប់ផ្ដើមដំណើររបស់ពួកគេក្នុងពេលធ្វើដំណើរអាលីសបានបង្វិលមករកអាធឺរហើយសួរថាគាត់រងចាំដំណើរធំបំផុតលើកដំបូងរបស់គាត់ឬទេអាធឺរឆ្លើយថាគាត់រងចាំមែនប៉ុន្តែនៅក្នុងចិត្តគាត់មិនអាចមិនគិតអំពីរបៀបដែលពិភពលោកនេះមើលទៅថយក្រោយបែបនេះបានទេនៅទីនេះពួកគេពឹងផ្អែកលើកាបូយសេះដើម្បីធ្វើដំណើរខណៈដែលអាធឺរចងចាំពីជីវិតមុនរបស់គាត់ដែលគាត់ធ្លាប់មានកប៉ាល់ហោះជាច្រើនស្ថិតក្រោមការបញ្ជារបស់គាត់បន្ទាប់ពីចំណាយពេលភាគច្រើននៃថ្ងៃលើផ្លូវក្រុមបានឈប់សម្រាកនិងបរិភោគអាហារដែលបង្កើតជាគ្រោះជាបណ្ដោះអាសន្នតែពេលដែលពួកគេឈប់សត្វខ្លាឃ្មុំមួយក្រុមបានវាយប្រហារយ៉ាងភ្លាមសត្វព្រៃទាំងនោះរត់ចូលមកដោយមិនប្រុងប្រយ័ត្នប៉ុន្តែត្រូវបានអ្នកដំណើរដែលមានជំនាញបំបាក់យ៉ាងឆាប់រហ័សដោយសម្លាប់ពួកវាក្នុងរយៈពេលតែបន្តិចប៉ុណ្ណោះអាធឺរមើលឃើញឈុតហ្គេមទាំងមូលនេះគួរឲ្យចាប់អារម្មណ៍ណាស់ព្រោះនេះជាលើកដំបូងដែលគាត់បានឃើញការប្រយុទ្ធពិតនៅក្នុងពិភពនេះហើយគាត់ក៏បានសម្រេចចិត្តរួចហើយថាមួយថ្ងៃណាមួយគាត់នឹងក្លាយជាអ្នកខ្លាំងគ្រប់គ្រាន់ដើម្បីដោះស្រាយអំពើគំរាមកំហែងបែបនេះដោយខ្លួនឯងឥឡូវពេលពួកគេមានសាច់ខ្លាឃ្មុំស្លាប់ជាច្រើនក្រុមបានសម្រេចចិត្តថានឹងយកវាមកចម្អិនសម្រាប់អាហារពេលល្ងាចនោះបញ្ហាតែមួយគត់គឺពួកគេមិនមានគ្រឿងទេសទេដូច្នេះវានឹងជាសាច់អាំងធម្មតាប៉ុណ្ណោះនៅពេលនោះអាលីសបានសង្កេតឃើញរបួសតូចមួយលើដៃរបស់រេនហើយនាងបានស្នើឲ្យព្យាបាលវាឲ្យគាត់តែមុនពេលនាងចាប់ផ្ដើមចាស់មីនបានប្រាប់ឲ្យនាងរងចាំមួយផ្លែតសមាជិកក្រុមផ្សេងទៀតបានប្រមូលផ្ដុំជុំវិញអាលីសភ្លាមដើម្បីយាមការពារព្រោះអ្នកព្យាបាលដែលមានសមត្ថភាពដូចនាងគឺកម្រណាស់នៅក្នុងពិភពនេះប្រសិនបើមាននរណាម្នាក់ឃើញនាងប្រាម៉ាសិតព្យាបាលនាងអាចក្លាយជាគោលដៅយ៉ាងងាយស្រួលបន្ទាប់ពីរេណូត្រូវបានអាលីសព្យាបាលរួចសពគ្រប់ក្រុមបានបន្តសកម្មភាពដែលរបស់ពួកគេវិញទោះជាយ៉ាងណាអាដាមមានអារម្មណ៍ចង់ដោះស្រាយសាច់ដុំមុនពេលគាត់ចូលគេងគាត់បាននូវរឿងអំពីកម្លាំងរបស់អាធឺរមកច្រើនហើយចង់ឃើញវាដោយផ្ទាល់នេះគ្រាន់តែជាការប្រកួតសមត្ថភាពមិត្តភាពប៉ុណ្ណោះ
អាដាមបានបញ្ជាឲ្យអាធឺរៀបចំខ្លួនខណៈដែលគាត់កំពុងបញ្ជូនម៉ាណាចូលក្នុងកាំបិតរបស់គាត់ដោយគ្មានការស្ទាក់ស្ទើរអាធឺរបានធ្វើដូចគ្នាដោយបញ្ជូនម៉ាណាចូលក្នុងអាវុធរបស់ខ្លួនផងដែរនៅពេលការប្រកួតចាប់ផ្ដើមអាធឺរបានផ្ដាល់ម៉ាស៊ីកចូលទៅក្នុងជើងរបស់គាត់ត្រឹមតែពេលគាត់ជិតប៉ះជាមួយអាដាមគាត់បានបាត់ខ្លួនភ្លាមហើយបង្អស់មកបង្ហាញខ្លួននៅពីក្រោយអាដាមវិញវាគួរតែជាឱកាសល្អបំផុតសម្រាប់អាធឺដើម្បីវាយបុកបានប៉ុន្តែជើងខ្លីនិងមិនចេះដឹងរបស់ក្មេងតូចបានបោកបញ្ឆោតគាត់វិញជើងរបស់គាត់បានរអិលលើដីបណ្ដាលឲ្យគាត់បាត់ទល់ឲ្យភាពហើយការលំបាកនោះបានផ្ដល់ពេលវេលាឲ្យអាដាមស្ដារខ្លួនវិញបានត្រឹមត្រូវបន្ទាប់មកអាធឺនិងអាដាមចាប់ផ្ដើមប្រកួតសមត្ថភាពគ្នាដោយសារអាធឺនៅតែជាក្មេងតូចរាងកាយស្រាលរបស់គាត់មិនអាចប្រកួតកម្លាំងជាមួយអ្នកដំណើរដែលមានបទពិសោធន៍បានទេហើយចុងក្រោយគាត់ត្រូវបានបោះឡើងទៅលើអាកាសសំណាងល្អអ្នកផ្សេងទៀតបានចាប់គាត់មុនពេលគាត់ធ្លាក់ដល់ដីហើយភ្លាមនោះក៏ចាប់ផ្ដើមបន្ទោសអាដាមដែលស្ទើរតែធ្វើឲ្យអាធឺរងរបួសប៉ុន្តែអាដាមបានការពារខ្លួនដោយនិយាយថាគាត់មិនអាចទប់ខ្លួនបានទេព្រោះអាធឺរមានកម្លាំងខ្លាំងពេកវាជារឿងឆ្កួតណាស់សម្រាប់ក្មេងម្នាក់មានអំណាចបែបនោះអំណាចគាត់សង្ស័យថារ៉េនប្រហែលជាបានបង្រៀនអាធឺឲ្យវឹកហាត់ដូចជាទាហានជើងខ្លាំងបែបណាមួយប៉ុន្តែការពិតគឺរ៉េនមិនដែលបង្រៀនអ្វីទាំងអស់នោះឲ្យអាធឺឡើយអាធឺបានស្វែងយល់អ្វីទាំងអស់ដោយខ្លួនឯងនៅពេលនោះផងដែរ Jasmine បានដើរចូលមកហើយចៃដន្យឲ្យធ្វើឲ្យអាធឺភ្ញាក់ផ្អើលនាងបានចាប់អារម្មណ៍ខ្លាំងចំពោះការប្រយុទ្ធរបស់គាត់ដូច្នេះនាងសួរថាតើអាធឺអាចបង្ហាញនាងពីរបៀបធ្វើអ្វីដែលគាត់ធ្វើជាមួយម៉ាស៊ីកនៅជើងបានទេអាធឺបានសង្ឃឹមថានឹងរក្សាបច្ចេកទេសនោះជាសម្ងាត់សម្រាប់ខ្លួនឯងព្រោះវាជារឿងដែលគាត់បានបំពេញឲ្យល្អឥតខ្ចោះនៅជីវិតមុនប៉ុន្តែ Jasmine មិនព្រមទទួលយកការបដិសេធទេហើយមើលទៅតាមភ្នែករបស់នាងមិនសូវមានបំណងបោះបង់វាទេនាងប្រហែលជានឹងបន្តរំខានគាត់មិនឈប់ដល់ពេលគាត់ព្រមបោះបង់ដូច្នេះនៅពេលណាមួយគាត់ប្រហែលជាមិនមានជំរឿទេក្រៅពីត្រូវបង្រៀននាងបន្ទាប់ការធ្វើដំណើរបន្តទៅតាមផែនការដដែលហើយនៅលើផ្លូវពួកគេក៏បានឈប់សម្រាកបន្តិចបន្តួចដើម្បីសម្រាកផងដែរក្នុងអំឡុងពេលសម្រាកទាំងនេះអាដាមបានបង្រៀនអាធឺឲ្យដឹងពីមូលដ្ឋាននៃការប្រើកង្វះបន្តិចបន្តួចហើយ Helen ក៏បានបង្រៀនគាត់អំពីវិធីប្រើធ្នូបន្តិចបន្តួចបន្ទាប់មកផងដែរដោយមានមេរៀនមូលដ្ឋានប៉ុន្មាននេះគាត់អាចយល់ច្បាស់បានយ៉ាងឆាប់រហ័សជំនាញរបស់អាធឺពីជីវិតមុនមានត្រឹមតែដាវប៉ុណ្ណោះដូច្នេះមេរៀនថ្មីទាំងនេះមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់គាត់ពេលឃើញថាគាត់ទទួលបានច្រើនពីពួកគេអាធឺបានសម្រេចចិត្តបង្រៀនបច្ចេកទេសរបស់ខ្លួនឲ្យចាស់មីនវិញវិធីសាស្ត្រនេះជារបៀបបញ្ចូលម៉ាហ្វុយចូលទៅក្នុងជើងរបស់អ្នកខណៈពេលដែលអ្នកប្រើម៉ាហ្វុយខ្យល់ជាមួយគ្នាដោយធ្វើឲ្យល្បឿនកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីបានមើលអាធឺធ្វើតែម្ដងប៉ុណ្ណោះ Jasmine អាចចម្លងចលនានេះបានយ៉ាងល្អឥតខ្ចោះបន្តិចក្រោយមកខណៈពេលអាធឺកំពុងអានសៀវភៅម៉ាហ្វុយនៅក្នុងរថសេះ Jasmine ក៏ស្ថិតនៅទីនោះដែរដោយមូលហេតុមួយហើយគ្រាន់តែប៉ាន់ស្មានមើលគាត់ប៉ុណ្ណោះហើយវាមិនមែនជាការប្រហែលទេនាងតែងតែប្រើគ្រប់ឱកាសដែលមានដើម្បីស្ថិតនៅជិតអាធឺនៅព្រឹកបន្ទាប់ Jasmine បានផ្ដល់កាំបិតមួយឲ្យអាធឺដើម្បីអរគុណចំពោះការបង្រៀននាងនៅបច្ចេកទេសនោះហើយវាក៏ច្បាស់ណាស់ថានាងមានអារម្មណ៍ចំពោះគាត់ជាពិសេសព្រោះតាមធម្មតានាងមិនសូវចូលរួមជាមួយមនុស្សទេប៉ុន្មាននាទីបន្ទាប់មនុស្សទាំងអស់បានឡើងរថសេះវិញហើយពួកគេបន្តធ្វើដំណើរទៅមុខប៉ុន្តែខណៈអាធឺកំពុងអានសៀវភៅរបស់គាត់រថសេះត្រូវបានវាយប្រហារដោយក្រុមចោរពួកគេកំពុងត្រូវក្រុមចោរវាយប្រហារហើយរថសេះត្រូវបានវងជុំវិញទាំងស្រុងដូច្នេះពួកគេមិនមានទីទៅឡើយមេក្រុមចោរបញ្ជាឲ្យសមាជិករបស់គាត់ចាប់យកស្ត្រីនិងកុមារទាំងអស់ដើម្បីលក់ពួកគេទៅជាភ្ញៀវបន្ទាប់មកក្រុមចោរទាំងអស់បានរត់ចូលមកខាងមុខហើយអ្នកដំណើរទាំងអស់ក៏ប្រឹងធ្វើអ្វីដែលអាចធ្វើបានដើម្បីបង្អត់ពួកចោរវិញបាននិយាយពីកម្លាំងដ៏ខ្លាំង Twin Horns និង Reynolds មានសមត្ថភាពលើសលប់ជាងក្រុមចោរនីមួយប៉ុន្តែចំនួនចោរមានច្រើនពេកសម្រាប់ពួកគេដោះស្រាយដោយខ្លួនឯងចុងក្រោយពួកគេនឹងត្រូវចោរច្រើនទាំងអស់វាលុកជាថ្មីនៅពេលមួយមេក្រុមចោររបស់ Reynolds ចូលក្នុងរថសេះបណ្ដាលឲ្យគាត់រងរបួសធ្ងន់ធ្ងរ Alice ចង់រត់ចូលទៅព្យាបាលគាត់ភ្លាមប៉ុន្តែ Reynolds បានព្រមានឲ្យនាងស្នាក់ឲ្យឆ្ងាយបើចោររកឃើញសមត្ថភាពរបស់នាងនឹងក្លាយជាគោលដៅបន្ទាប់របស់ពួកវាជំនួសវិញគាត់ជំរុញឲ្យ Arthur នាំ Alice រត់គេចឲ្យឆ្ងាយបំផុត Arthur ស្ទាក់ស្ទើរមិនចង់បោះបង់ឪពុករបស់ខ្លួនទេប៉ុន្តែ Reynolds តែងតាំងបន្តិចបន្តួចដោយបង្ហាញថា Alice កំពុងមានផ្ទៃពោះកូនប្រុសរបស់គាត់ការពីឲ្យនាងមានសុវត្ថិភាពគឺជារឿងសំខាន់ជាងគេពេល Arthur យល់ដឹងពីភាពបន្ទាន់គាត់យល់ព្រមពេល Reynolds ផ្ដល់សញ្ញា Arthur ប្រមូលម៉ាស៊ីករបស់ខ្លួនដើម្បីត្រៀមរត់គេចជាមួយ Alice ខណៈពេលនោះ Reynolds សន្យាថានឹងស្នាក់នៅក្រោយដើម្បីពន្យាពេលចោលមេចោរបញ្ជាឲ្យសមាជិករបស់គេដេញតាម Arthur និង Alice ប៉ុន្តែ Reynolds មិនអនុញ្ញាតឲ្យវាអ្នកកើតឡើងទេដូច្នេះគាត់បានវាយប្រហារនិងប៉ះពាល់ជាមួយមេចោរ
មេចៅបានវាឲ្យរីណូតដួលម្ដងមុនហើយប៉ុន្តែលើកនេះគ្រួសាររបស់រីណូតកំពុងស្ថិតក្នុងគ្រោះថ្នាក់ដូច្នេះគាត់មិនងាយដួលទេខណៈដែលរីណូតកំពុងរវល់ជាមួយមេចៅចំនួនមួយទៀតបានចាប់ផ្ដើមផ្លាស់ទីទៅរក Arthur និង Alice ប៉ុន្តែ Adam និង Jasmine បានបោះកាំបិតយ៉ាងលឿនទៅលើពួកវាបំបត្តិពួកវាហើយបើកផ្លូវឲ្យ Arthur អាចរត់គេចជាមួយ Alice មនុស្សគ្រប់គ្នាកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ចោលមិនឲ្យឈានដល់ Arthur ខណៈដែលគាត់ផ្ដោតអារម្មណ៍ទាំងស្រុងលើការនាំម្ដាយរបស់គាត់ចេញពីគ្រោះថ្នាក់ពិតប្រាកដណាស់វាមានភាពចម្លែកមួយបន្ទាប់ពីបានចំណាយជីវិតមុនរបស់គាត់ក្នុងការយកអ្វីដោយមិនខ្វល់ពីអ្នកដទៃឥឡូវនេះគាត់វិញត្រូវរត់គេចដើម្បីជៀសវាងការបាត់បង់នរណាម្នាក់ដែលមានន័យសំខាន់ចំពោះគាត់បន្ទាប់ពីរត់បានប៉ុន្មាននាទី Arthur គិតថាពួកគេបានដាច់ចម្ងាយគ្រប់គ្រាន់ពីចោលហើយដើម្បីមានសុវត្ថិភាពប៉ុន្តែការគិតរបស់គាត់មិនត្រឹមត្រូវទេមានចោរម្នាក់កំពុងសង្កេតពួកគេពីលើជ្រុះហើយចោរនេះពិតជាដឹងប្រើម៉ាស៊ីកផងដែរគាត់បានប្រើមុនខ្យល់បាញ់តាមផ្លូវផ្ទាល់ទៅលើពួកគេ Arthur មិនបានសង្កេតឃើញគាត់ភ្លាមទេហើយពេលដែលគាត់ចាប់អារម្មណ៍បានមនុស្សក៏កំពុងហោះមករួចហើយដូច្នេះអ្វីដែលគាត់អាចធ្វើបានគ្រាន់តែជួយរុញ Alice ឲ្យចេញពីផ្លូវហើយទទួលការវាយប្រហារទាំងមូលដោយខ្លួនឯងរលកខ្យល់នោះបានបោកឲ្យ Arthur ត្រូវពកក្រោយដូច្នេះគាត់នឹងធ្លាក់ចុះពីជ្រោះហើយជាមួយរាងកាយក្មេងតូចរបស់គាត់នេះស្ទើរតែជាការប្រន្ទាទោសស្លាប់ទោះបីជាគាត់នឹងស្លាប់ក៏ដោយគាត់ក៏មិនចង់ទៅម្នាក់ឯងដែរដូច្នេះនៅពេលដែលគាត់កំពុងធ្លាក់ចុះពីជ្រោះគាត់យកកាំបិតដែលបានពី Jasmine ហើយបោះវាទៅលើចោលកាំបិតនោះបានប៉ះចោលហើយខ្សែបានរំជាប់ជើងកញ្ចក់វាធ្វើឲ្យ Arthur មានឱកាសទាញគាត់ធ្លាក់ចុះពីជ្រោះផងដែរអ្នកដំណើរបានព្យាយាមប្រើមុនស្នេហ៍យ៉ាងលឿនដើម្បីជួយ Arthur ប៉ុន្តែពេលនោះគាត់បានធ្លាក់ឆ្ងាយពេកហើយសម្រាប់ពួកគេឲ្យអាចឈានដល់នេះមានន័យថា Arthur ស្ទើរតែគ្មានសង្ឃឹមស្រួលនៅពេលដែលគាត់កំពុងធ្លាក់ចុះទៅរកមរណភាពដែលមើលទៅជាច្បាស់លាស់ Arthur បានគិតអំពីជីវិតរបស់គាត់ហើយទោះបីជាចុងបញ្ចប់កំពុងខិតជិតមកដល់ក៏ដោយគាត់ក៏មានអារម្មណ៍ស្ងប់ស្ងាត់ចម្លែកមួយដោយដឹងថាគាត់អាចការពារប្រសាសន៍ដែលមានន័យសំខាន់បំផុតសម្រាប់គាត់ចុងក្រោយគាត់បានយល់ហើយថាហេតុអ្វីមនុស្សនោះនៅជីវិតមុនរបស់គាត់មានការប្តេជ្ញាខ្លាំងដើម្បីការពារអ្នកដែលគាត់ស្រឡាញ់ Arthur មិនបានស្ទាក់ស្ទើរឡើយនៅពេលដែលត្រូវបោះបង់ខ្លួនឯងដើម្បីជួយម៉ែរបស់គាត់ហើយទោះបីគាត់មិនសោកស្ដាយអំពីអ្វីដែលបានធ្វើក៏ដោយតែផ្នែកមួយនៃចិត្តគាត់នៅតែសង្ឃឹមថាគាត់អាចស្នាក់នៅជាមួយពួកគេបន្តិចទៀតបន្ទាប់ពីធ្លាក់ចុះយ៉ាងគ្រោះថ្នាក់នោះ Arthur បានអូសខ្លួនឯងចេញពីទន្លេហើយដើរលំបាកចូលទៅក្នុងផ្ទះថ្មមួយតែពេលនោះផ្ទាល់គាត់បានឃើញខ្លួនឯងកំពុងមើលចូលទៅក្នុងភ្នែករបស់សត្វសាហាវមួយយ៉ាងផ្ទាល់គាត់ស្ដាយក្រោយដែលមករកជំរកទីនេះហើយព្យាយាមលួចវាសត្វនោះតែវាបានវាគាត់ខ្ទាតចេញយ៉ាងងាយសត្វនោះថាវាមិនមែនជាមនុស្សអាក្រក់ទេហើយចង់ធ្វើមិត្តតែ Arthur មិនជឿពាក្យវានោះឡើយយ៉ាងណាក៏ដោយគាត់នៅតែរងរបួសធ្ងន់ធ្ងរហើយរបួសរបស់គាត់នឹងមិនជាសះស្បើយទេប្រសិនបើគាត់មិនបានបរិភោគអ្វីមួយនោះហើយជាពេលដែលសត្វសាហាវនោះចាប់ផ្ដើមប្រមូលផ្លែឈើពីជញ្ជាំងរុងរឿងក្នុងផ្ទះថ្មវាប្រាប់ Arthur ឲ្យបរិភោគវាប៉ុន្តែគាត់មិនទុកចិត្តផ្លែឈើចៃដន្យដែលលូតលាស់ចេញពីជញ្ជាំងទេគាត់ត្រៀមខ្លួនឈរឡើងហើយព្យាយាមនិយាយដើម្បីជៀសវាងស្ថានភាពនេះប៉ុន្តែពេលនោះផងដែររបួសរបស់គាត់បានឆ្លងកាត់មកដល់នៅពេលគាត់ព្យាយាមឈរឡើងគាត់បានឮសំឡេងបែកអ្វីមួយហើយភ្លាមនោះគាត់រលាយចិត្តហើយយំទិតភ្នែកចេញសត្វសាហាវនោះបានស្ដីបន្ទោសគាត់ហើយប្រាប់ Arthur ឲ្យបញ្ឈប់ការយំចុងក្រោយនេះការរស់រានមានជីវិតពីការធ្លាក់នោះគឺជាអ្វីមួយដ៏អស្ចារ្យមែនទែនគំនិតរបស់ Arthur ពោពេញទៅដោយសំណួរប៉ុន្តែសត្វនោះកាត់ពាក្យគាត់ហើយបដិសេធមិនឆ្លើយអ្វីទេលុះត្រាតែគាត់បរិភោគផ្លែឈើសិនដំបូង Arthur ស្ទាក់ស្ទើរមិនប្រកាសចិត្តទេប៉ុន្តែពេលគាត់សាកញ៉ាំផ្លែពេរដំបូងគាត់ភ្ញាក់ផ្អើលព្រោះវាឆ្ងាញ់មែនទែនបន្ទាប់ពីគាត់បញ្ចប់ការញ៉ាំ Arthur ប្រាប់សត្វសាហាវនោះហើយសួរថាវាដឹងអ្វីអំពីស្ថានភាពឪពុកម្ដាយរបស់គាត់ដែរឬទេសត្វសាហាវនោះពន្យល់ថាវាមិនអាចចាក់ចេញពីរូងភ្នំបានទេដូច្នេះវាមិនអាចទៅពិនិត្យមើលគ្រួសាររបស់ Arthur ដោយផ្ទាល់បានទេប៉ុន្តែវាមានសមត្ថភាពមួយដែលអាចឲ្យវាមើលឃើញឆ្ងាយបានដោយប្រើអំណាចនោះវាបង្កើតអេក្រង់មួយហើយបង្ហាញឲ្យ Arthur ឃើញថាឪពុកម្ដាយរបស់គាត់បានយកឈ្នះក្រុមចោរដែលនៅសល់ដូច្នេះពួកគេនៅរស់និងសុវត្ថិភាពហើយ Arthur មានអារម្មណ៍រីករាយខ្លាំងណាស់ពេលបានឮដំណឹងល្អបែបនេះដោយសេចក្តីគោរពគាត់អរគុណសត្វសាហាវនោះសម្រាប់ការបញ្ជាក់ថាឪពុកម្ដាយរបស់គាត់មិនមានអ្វីប៉ះពាល់ទេពេលដឹងថាគាត់នឹងត្រូវជាប់នៅទីនេះសម្រាប់រយៈពេលមួយគាត់គិតថាគាត់គួរតែសហការជាមួយមិត្តថ្មីចម្លែករបស់គាត់នេះទៅវិញឈ្មោះរបស់នាងគឺ Sylvia ហើយតាមការពិតនាងជាមនុស្សមានចិត្តល្អក្នុងប៉ុន្មានថ្ងៃបន្ទាប់ Arthur នៅក្នុងរូងភ្នំបរិភោគអាហារនិងសម្រាកដើម្បីឲ្យរបួសរបស់គាត់ជាសះស្បើយ Sylvia មិនដែលចាក់ចេញពីក្បែរគាត់ឡើយនាងតែងតែថែរក្សាគាត់យ៉ាងជិតស្និទ្ធគ្រប់ពេល
ដែលកម្លាំងរបស់គាត់បានស្ដារឡើងវិញហើយ Arthur មានអារម្មណ៍ថាចង់ត្រឡប់ទៅផ្ទះភ្លាមប៉ុន្តែ Sylvia បានព្រមានគាត់ថាគ្មានវិធីណាឲ្យគាត់រស់រានមានជីវិតវិញបានទេប្រសិនបើត្រឡប់ទៅម្នាក់ឯងរូងភ្នំដែលគាត់ស្ថិតនៅឥឡូវនេះស្ថិតនៅច្រាំងព្រៃ Eleven ហើយតំបន់នេះពោពេញទៅដោយសត្វអាតកំបាំងគ្រប់ប្រភេទនិងចោរព្រៃសាហាវដែលលើសពីអ្វីដែល Arthur អាចដោះស្រាយបានប៉ុន្តែវាមិនមានន័យថាគាត់នឹងត្រូវជាប់នៅទីនេះជារៀងរហូតទេSylvia មានអំណាចបាក់គ្រូនវិមាត្រដែលមានន័យថានាងអាចផ្ញើ Arthur ត្រឡប់ទៅផ្ទះឬយ៉ាងហោចណាស់ទៅកន្លែងដែលមានសុវត្ថិភាពជាងព្រៃនេះបញ្ហាតែមួយគត់គឺវាចំណាយពេលយូរណាស់សម្រាប់នាងក្នុងការបង្កើតរនុះដូច្នេះរហូតដល់ពេលនោះ Arthur ត្រូវតែរងចាំប៉ុណ្ណោះព្រោះគ្មានអ្វីផ្សេងសម្រាប់គាត់ធ្វើទេ Arthur យកដំបងមួយមកកាន់ហើយចាប់ផ្ដើមវាវង្វេងវាដើម្បីហាត់ប្រើដាវប៉ុន្មានថ្ងៃបន្ថែមទៀតកន្លងផុតទៅហើយទោះបីជា Arthur បានចាប់ផ្ដើមស្រឡាញ់ការរួមនៅជាមួយ Sylvia ក៏ដោយគាត់នៅតែមិនទាន់ស្គាល់អ្វីអំពីនាងសោះអ្វីតែមួយដែលគាត់ដឹងគឺនាងមានរូបរាងដូចសត្វរន្ធត់មួយនាងហាក់ដូចជាកំពុងលាក់ខ្លួនពីអ្វីមួយហើយនាងជាមនុស្សមានចិត្តល្អយ៉ាងខ្លាំងបន្ទាប់ពី Arthur ហាត់ប្រើដាវរួចសម្រាប់ថ្ងៃនោះគាត់ទៅអង្គុយលើធ្នូមួយដើម្បីចាប់ផ្ដើមហាត់ប្រាណម៉ាណារបស់គាត់ Sylvia មានអារម្មណ៍ភ្ញាក់ផ្អើលដែលក្មេងតូចដូច Arthur មានស្នូលម៉ាណារួចហើយប៉ុន្តែនាងប្រកាសថាគាត់មិនដែលរៀនធ្វើបែបនេះឡើយនាងពន្លាយដៃរបស់នាងហើយម៉ាណាច្រើនចាប់ផ្ដើមប្រមូលផ្ដុំក្នុងដៃនាង Arthur ភ្ញាក់ផ្អើលខ្លាំងព្រោះ Sylvia កំពុងប្រមូលម៉ាណាពេលនាងសូត្រព្យានហើយបើ Arthur អាចរៀនធ្វើបែបនោះបានគ្មានសង្ស័យថាគាត់នឹងក្លាយជាមនុស្សមានអំណាចខ្លាំងបំផុតប៉ុន្តែមុននឹង Sylvia ទើបផ្ដល់ឱកាសបង្រៀនបច្ចេកទេសនេះឲ្យគាត់នាងសួរតាមដានទៅកាន់ Arthur ជាមុនសិនថាគាត់មានបំណងធ្វើអ្វីជាមួយអំណាចដែលគាត់នឹងទទួលបានពីការប្រើប្រាស់វា Arthur មិនដែលគិតអំពីរឿងនេះពីមុនឡើយប៉ុន្តែឥឡូវនេះពេលគាត់គិតឡើងវិញគាត់ចងចាំថាគ្រួសារនិងមិត្តភ័ក្តិរបស់គាត់ស្ទើរតែត្រូវបានសម្លាប់អស់ដោយក្រុមចោរដូច្នេះគាត់ប្រាប់ Sylvia ថាគាត់នឹងប្រើអំណាចរបស់គាត់ដើម្បីបំផ្លាញអ្នកណាដែលហ៊ានប៉ុនប៉ងប៉ះពាល់ដល់គ្រួសាររបស់គាត់ទោះជាយ៉ាងណា Sylvia មិនពេញចិត្តចម្លើយនោះទេដូច្នេះនាងបានចាក់ម្រាមដៃទៅលើចិញ្ចើមរបស់ Arthur ហើយធ្វើឲ្យគាត់ស្រឡះថយក្រោយ Sylvia បាននិយាយថានាងមិនដែលចង់ចែករំលែកជំនាញរបស់នាងជាមួយនរណាដែលគិតបែបនោះឡើយ Arthur ឆ្លើយតបថាការចង់បំផ្លាញសត្រូវរបស់ខ្លួនគឺជារឿងធម្មតាគាត់មិនយល់ថាហេតុអ្វី Sylvia ខឹងខ្លាំងបែបនោះទេដើម្បីបង្ហាញឲ្យឃើញ Sylvia បានដាក់ម្រាមដៃមួយទៅលើចិញ្ចើមរបស់ Arthurហើយពន្យល់យ៉ាងត្រជាក់ថាដោយការប៉ះតែមួយនេះនាងអាចបំបីក្បាលគាត់ដោយពងមាន់ឬគ្រាន់តែប៉ះស្បែកគាត់ស្រាលបន្ទាប់មកនាងសួរគាត់ថាតើគាត់ចង់ជួបប្រទេសអ្វីច្រើនជាងហើយ Arthur ច្បាស់ណាស់ថាគាត់មិនចង់ស្លាប់ទេដូច្នេះគាត់បាននិយាយថាគាត់ចង់បានការប៉ះស្រាលវាងាយស្រួលណាស់ក្នុងការឲ្យសកម្មភាពរបស់អ្នកដឹកនាំដោយកំហឹងនឹងការស្អប់ច្រណែនប៉ុន្តែបើអ្នកបោះបង់ចូលទៅក្នុងវាជីវិតអ្នកនឹងក្លាយជារង្វិលវង្វេងមួយដែលពោពេញដោយការស្អប់នាងមិនចង់ឲ្យ Arthur ស្រពេចស្រពិលជីវិតរបស់គាត់បែបនោះទេដូច្នេះនាងសួរគាត់ម្ដងទៀតថាតើអ្នកនឹងធ្វើអ្វីជាមួយអំណាចនេះ Arthur យកពេលមួយស្រមៃឡើងវិញប៉ុន្តែឥឡូវនេះអារម្មណ៍របស់គាត់ត្រូវបានទាក់ទាញទៅកាន់ស្នាមញញឹមរីករាយរបស់អ្នកដែលគាត់ស្រឡាញ់ដោយគិតដូច្នេះគាត់ឆ្លើយថាគោលបំណងរបស់គាត់គឺប្រើកម្លាំងរបស់ខ្លួនដើម្បីការពារអ្នកដែលគាត់ស្រឡាញ់ជិតខាង Sylvia រីករាយជាមួយចម្លើយនេះហើយនាងមានអារម្មណ៍ថាវាធ្វើឲ្យនាងពេញចិត្តជាងមុនចំណែកខាងក្រៅផ្ទះថ្មមានសត្វរឿងមួយដែលមានរូបរាងស្រដៀងនឹង Sylvia កំពុងតាមរកនាងហើយវាក៏ជិតរកឃើញនាងហើយផងដែរត្រឡប់ទៅពិភពចាស់របស់ Arthur គាត់ជាស្ដេចប៉ុន្តែវាមិនមានន័យថាគាត់កាន់អំណាចទាំងអស់នោះទេមនុស្សដែលពិតជាឃ្លាំមើលគ្រប់គ្រងគឺសភាដូច្នេះ Arthur គ្រាន់តែជាតំណាងសម្រាប់សង្គ្រាមដែលត្រូវបានហៅមកប្រសិនបើសមាជិកសភាត្រូវការឲ្យគាត់ធ្វើអំពើហិង្សាដ៏សាហាវប៉ុន្តែគាត់មិនដែលចូលចិត្តរស់នៅបែបនោះឡើយត្រឡប់មកសប្តាហ៍ថ្ងៃ Sylvia បានណែនាំ Arthur អំពីជំហាននៃបច្ចេកទេសរបស់នាងបន្ទាប់ពីបង្ហាញឲ្យឃើញដោយខ្លួនឯងរួចនាងបានបញ្ជូនឲ្យគាត់សាកល្បងមើល Arthur ចាប់ផ្ដើមប្រមូលនិងបង្រួមម៉ាណាដែលមាននៅជុំវិញខ្លួនក្នុងខ្យល់ពេលគាត់អាចបំព្រួញដំណើរការនេះបានរួចគាត់បានបញ្ជូនម៉ាណានោះដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនពេលមានអារម្មណ៍ថាថាមពលរបស់ខ្លួនកើនឡើងភ្លាមគាត់រីករាយរត់ទៅរក Sylvia ដើម្បីថ្លែងអំណរគុណចំពោះការបណ្ដុះបណ្ដាលរបស់នាងប៉ុន្តែ Sylvia ស្ទើរតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងខិតជិតមកដូច្នេះនាងបានគប់ Arthur ទៅក្នុងគំនរគាត់ហើយប្រាប់ឲ្យគាត់ស្ងៀមស្ងាត់ Arthur មិនដឹងថាកើតអ្វីឡើយដូច្នេះគាត់បានលួចមើលចេញពីក្នុងគំនរសត្វហើយឃើញសត្វរូបរាងដូច Sylvia មួយទៀតSylvia ហាក់ដឹងថាគាត់ជានរណាហើយនាងភ្ញាក់ផ្អើលដែលគាត់អាចស្វែងរកនាងឃើញនៅទីនេះតែសត្វរូបទី2នោះមិនចង់ស្ដាយពេលទេដូច្នេះគាត់បានបង្ខំឲ្យ Sylvia ទៅជាមួយគាត់
តែស៊ីលវីត្រឹមតែបដិសេធប៉ុណ្ណោះហើយគាត់ចាប់ផ្ដើមវាយប្រហារភ្លាមអស់សើចង់រត់ចូលទៅជួយនាងប៉ុន្តែបន្ទាប់មកគាត់បានឮសំឡេងរបស់ស៊ីលវីនៅក្នុងក្បាលប្រាប់គាត់ថា